ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីចូលមកកាន់ Channel YouTube DV Agriculture ខ្ញុំបានបែកពីបងប្អូនអស់មួយរយៈហើយក៏សូមអភ័យទោសទៅដល់បងម្ចាស់សំណួរដែលគាត់បានសួរហើយខ្ញុំមិនទាន់បានឆ្លើយតបដោយសារតែខ្ញុំរវល់ចឹងខ្ញុំមិនទាន់បានធ្វើការឆ្លើយតបទៅកាន់បងប្អូនទេហើយថ្ងៃនេះខ្ញុំចង់មកឆ្លើយសំណួរមួយដែលខ្ញុំទទួលបានច្រើនមែនទែនពីបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ឬក៏ Facebook ដែលគាត់បានសួរខ្ញុំទាក់ទងទៅនឹងការដាំដំណាំកៅស៊ូអញ្ចឹងចំពោះកៅស៊ូខ្ញុំនេះគឺមានរយៈពេល3ខែជាងហើយបងប្អូនពូជអេរៀត251រយៈពេល3ខែជាងប៉ុន្តែវាល្អបងប្អូនត្រឹមក្បាលខ្លះលិចក្បាលខ្លះត្រឹមក្បាលខ្លះត្រឹមកអញ្ចឹងទៅវាមិនល្អស្មើទេតែភាគច្រើនគឺស្មើក្បាលហើយចំពោះកៅស៊ូខ្ញុំនេះគឺខ្ញុំដាំຂະຫນາດ3x6មានបងប្អូនជាច្រើនគាត់បានសួរមកកាន់ខ្ញុំគាត់ថាតើកៅស៊ូគូដាំຂະຫນາດប៉ុន្មាន 3x6 ឬក៏2.5 ឬក៏3x5 អញ្ចឹងខ្ញុំសូមលើកបញ្ជាក់តែ2ទេគឺវាទៅຂະຫນាត2.5 ហើយនិង3x5ជាងអាចថាដូចគ្នាចុះຂະຫນាតតែមួយហើយយកមកប្រៀបធៀបជាមួយនឹង3x6 ចឹងចំពោះស្តង់ដាបើយើងគិតទៅតាមស្តង់ដាហើយលេខមើលទៅក្រុមហ៊ុនក៏ຂະຫນាតគេដាំជាស្តង់ដាគឺ 3x6 ចឹងបងប្អូនសួរថាដាំ 2.5 ឬក៏ 3x5 ហ្នឹងបានដែរឬក៏អត់វាបានបងប្អូនប៉ុន្តែសួរថាតើចំណេញជាង 3x6 ឬក៏ល្អជាង 3x6 អត់វាអត់ចំណេញជាងហើយវាក៏អត់ល្អជាងដែរភាគច្រើនអ្នកដែលគាត់ដាំ 2.5 ឬក៏ 3x5 គឺគាត់ដាំដើម្បីឲ្យបានកូនច្រើនដោយសារដីគាត់តិចតួចអីចឹងគាត់ដាំຂະຫນាត 3x5 ឬក៏ 2.5 ចឹងទៅអញ្ចឹងខ្ញុំចង់លើកចំណុច 2.5 ឬក៏ 3x5 ហ្នឹងអញ្ចឹងវាមាននិយាយទៅបើគុណសម្បត្តិវាមានដូចជាតិចទេបងប្អូនដូចខ្ញុំថាអញ្ចឹងគឺវាបានកូនច្រើនទីមួយគឺវាបានកូនច្រើនហើយវាឆាប់ឈ្នះស្មៅន័យថាយើងដាំញឹកអញ្ចឹងវាឆាប់ក្របមែកឆាប់ក្របគ្នាគឺវាឆាប់ឈ្នះស្មៅប៉ុន្តែបើសួរថាគុណទិន្នផលវាបានច្រើនជាង 3x6 អត់គឺអត់ទេដោយសារតែគាត់ដាំញឹកពេកគឺទិន្នផលវាក៏អត់ច្រើនដែរដោយសារវាដណ្ដើមគ្នាជី CG ធ្វើឲ្យជីមិនគ្រប់គ្រាន់ហើយបើកលេចទៅមើលគុណវិបត្តិຂະຫນាត 2.5 ឬក៏ 3x5 ហ្នឹងវាមានច្រើនដូចជាទី1វាងាយនឹងកើតជំងឺផ្សិតហើយវាពិបាកក្នុងការព្យាបាលមិនថាដាំ 3x6 អត់កើតផ្សិតទេកើតប៉ុន្តែវាស្រួលព្យាបាលជាងដោយសារវាមានខ្យល់គ្រប់គ្រាន់ចូលវាមានកម្ដៅគ្រប់គ្រាន់អញ្ចឹងធ្វើវាឆាប់ស្ងួតដើមធ្វើឲ្យការព្យាបាលរបស់យើងនឹងមានប្រសិទ្ធភាពហើយចំពោះ2.5 ឬក៏ 3x5 ហ្នឹងគុណវិបត្តិវាបន្តទៀតហ្នឹងគឺដំណាំរបស់យើងមានការលូតលាស់យឺតគឺកៅស៊ូដែលដាំញឹកគឺដើមវាអត់សូវថ្លោសទេបងប្អូនការលូតលាស់យឺតវាអត់ខុសពីយើងចិញ្ចឹមមាន់ទេទ្រង់ត្រូវដាក់បានតែ10មាន់យើងដាក់ដល់20មាន់ធ្វើមាន់របស់យើងក្រិននេះគុណវិបត្តិទី2ហើយគុណវិបត្តិទី3ដោយខ្ញុំបញ្ជាក់ពីមុនដំបូងហ្នឹងគឺទិន្នផលវាមិនសូវបានច្រើនទេដោយសារវាមិនមានអាហារគ្រប់គ្រាន់សម្រាប់ស៊ី
ហើយទី4នោះគឺនៅពេលដែលបងប្អូនប្រមូលផលឡើងបានបងប្អូនលក់ដើមក៏អត់សូវបានថ្លៃដែរដោយសារតែវាមានដើមតូចៗអញ្ចឹងអ្នកលក់ក៏គាត់ទិញអ្នកទិញក៏គាត់ទិញអត់ថ្លៃដែរអានេះຂະຫນາດ2កន្លះឬក៏3គុណនឹង5ហ្នឹងគុណវិបត្តិវាមានច្រើនហើយសំខាន់ដូចខ្ញុំថាអញ្ចឹងគឺយើងដាំទៅវាមានការលូតលាស់យឺតហើយដើមវាតូចមិនសូវថ្លោទេហើយវានៅមានគុណវិបត្តិផ្សេងទៀតគុណវិបត្តិគឺយើងចំណាយច្រើនយើងចំណាយទាំងការថែទាំក៏ច្រើនចំណាយទាំងលុយទិញកូនមកក៏ច្រើនចំណាយដាំក៏ច្រើនប៉ុន្តែដល់ពេលទិន្នផលអត់លើសពីຂະຫນាតគេដាំ3 6ទេអញ្ចឹងចំពោះ3គុណ6និយាយទៅគឺគុណសម្បត្តិវាមានច្រើនគុណវិបត្តិវាមានតិចទេតិចតួចមែនទែនសឹងថាយើងមិនអាចចាត់ទុកជាគុណវិបត្តិផងគឺគុណវិបត្តិវាដាំ3គុណ6គឺស្មៅវាមានន័យថាយើងត្រូវចំណាយពេលយកជើងយកស្មៅហ្នឹងវាយើងយូរដោយសារស្លឹកវាក្រយូរនឹងក្របគ្នាអញ្ចឹងស្មៅនៅមានពេលដុះយូរចំណែកគុណវិបត្តិវាមានច្រើនចំពោះຂະຫນາតដាំ3គុណ6នៅពេលដែលយើងដាំ3គុណ6គឺវាមានពន្លឺចូលគ្រប់គ្រាន់មានខ្យល់ចូលគ្រប់គ្រាន់អញ្ចឹងធ្វើឲ្យកៅស៊ូរបស់យើងមានការលូតលាស់លឿនយើងដាំ3គុណ6នៅពេលដែលធំយើងចង់កាត់ដើមក៏លក់បានថ្លៃដែរដោយសារតែដើម3គុណ6គឺវាបើយើងថែទាំបានដល់ដីមានជីវជាតិគឺវាល្អដើមធំល្អអញ្ចឹងយើងលក់បានថ្លៃហើយគុណសម្បត្តិមួយទៀតគឺយើងការដាំរបស់យើងក៏ចំណាយតិចដែរដោយសារយើង3គុណ6ចំណាយកូនយ៉ាងតិចជាង2កន្លះឬក៏3គុណ5នេះគុណសម្បត្តិហើយទិន្នផលរបស់វាក៏ច្រើនដែរដោយសារឧទាហរណ៍ថានៅក្នុងប្លុកមួយហ្នឹងយើងដាក់ជីមួយចានឬក៏2ចានត្រូវស៊ីសម្រាប់កៅស៊ូមួយដើមទេអញ្ចឹងបើសិនជាយើងដាំ2គុណ2កន្លះគុណ5វាអាចឡើងកៅស៊ូដល់2ដើមអញ្ចឹងទៅធ្វើឲ្យជីឬក៏អាហារបំពន់ហ្នឹងខ្វះវាមិនអាចស៊ីគ្រប់គ្រាន់អញ្ចឹងទៅធ្វើឲ្យຂະຫນាត3គុណ6ចំពោះខ្ញុំគឺវានៅតែទទួលបានទិន្នផលជាង2កន្លះគុណ5បងប្អូនដាំដីមហាត់ដូចគ្នាដាំ2កន្លះគុណ5ឬក៏3គុណ5មានចំនួនដើមច្រើនជាងប៉ុន្តែទិន្នផលអាចនឹងតិចជាង3គុណនឹង6អញ្ចឹងបងប្អូនអាចវិភាគបានថាតើបងប្អូនគួរដាំຂະຫນាតមួយណាបងប្អូនដីមហាត់ដូចគ្នាបងប្អូនចំណាយកូនដាំក៏ច្រើនធ្វើឲ្យការលូតលាស់យឺតហើយដល់ពេលធំទៅលក់បានក៏ថោកជាងຂະຫນាត3គុណ6ហើយទិន្នផល2កន្លះគុណនឹង5ចំនួនដើមច្រើនជាងធ្វើចំណាយពេលជីក៏យូរ3គុណ6ដើមតិចជាងចំណាយពេលជីតិចជាងហើយទិន្នផលអាចថា3គុណ6លើសឬក៏ស្មើគ្នាក៏នៅតែ3គុណ6ចំណេញជាងដែរដោយសារយើងចំណាយពេលជីតិចជាងដើមតិចជាងជីតិចជាងតែទិន្នផលបានដូចដើមច្រើនអញ្ចឹងខ្ញុំចង់សួរបងប្អូនវិញថាតើបងប្អូនដាំយកដើមឬក៏ដាំយកទិន្នផលបងប្អូនចង់បានចំនួនដើមច្រើនឬក៏ចង់បានទិន្នផលជួរច្រើនអញ្ចឹងនេះជាគំនិតរបស់ខ្ញុំសូមលើកប៉ុណ្ណឹងសម្រាប់បងប្អូនពិចារណាអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែត្រឹមនេះអរគុណបងប្អូនសម្រាប់ការទស្សនាហើយបើសិនមានចំណុចខ្វះខាតត្រង់ចំណុចណាមួយសូមបងប្អូនអធិស្ឋានហើយបើសិនជាការឆ្លើយតបទៅមិនទាន់មានភាពច្បាស់ឬក៏បងប្អូនមិនទាន់យល់នៅចំណុចណាមួយបងប្អូនអាចខមមិនបានក្រោមវីដេអូពេលនេះខ្ញុំបាទដាវុធសូមអរគុណនិងសូមជម្រាបលា